កុមារអូទីសឹមមួយចំនួនគាត់មានបញ្ហាក្នុងការបាក់គេងកុមារខ្លះគាត់គេងរហូតដល់រំលងអត្រាក៏មានហើយមានកុមារអូទីសឹមមួយចំនួនទៀតគាត់ភាគច្រើនតែងតែភ្ញាក់ឡើងក្តារយប់ចឹងហើយធ្វើការគេងរបស់គាត់អត់ស្កប់ថ្ងៃនេះខ្ញុំសូមលើកយកនៅសកម្មភាពមួយចំនួនដែលប៉ាម៉ាក់គួរតែអនុវត្តជាមួយកូននៅផ្ទះដើម្បីកាត់បន្ថយបញ្ហាការគេងរបស់គាត់ចំណុចទី1ខ្ញុំណែនាំឲ្យប៉ាម៉ាក់គួររៀបចំជាការភាគជាមួយកូនឲ្យច្បាស់លាស់ថាម៉ោងម៉ានគាត់ត្រូវចូលគេងហើយម៉ោងម៉ានគាត់ត្រូវភ្ញាក់ពីគេងទោះជាឡើងទៅបន្ទប់គេងភ្លាមហ្នឹងក៏អត់ទាន់អាចគេងលក់ក៏ដោយក៏យើងត្រូវឲ្យគាត់ដឹងថានេះជាម៉ោងដែលយើងត្រូវរៀបចំខ្លួនដើម្បីចូលគេងហើយការធ្វើបែបនេះគឺយើងត្រូវធ្វើជារៀងរាល់ថ្ងៃព្រោះកុមារអូទីសឹមភាគច្រើនគាត់រៀនដល់ការបង្កើតទម្លាប់ចំណុចទី2តកតងនឹងរបបអាហារខ្ញុំណែនាំឲ្យប៉ាម៉ាក់សង្កេតមើលលើការញ៉ាំរបស់កូនតើកូនរបស់ប៉ាម៉ាក់គាត់ចូលចិត្តញ៉ាំរបស់ដែលចៀនបំពងដែលមានខ្លាញ់ច្រើនឬក៏អាហារមួយចំនួនដែលមានជាតិស្ករខ្ពស់ឬអត់ប្រសិនបើមានមែនប៉ាម៉ាក់គួរកាត់បន្ថយឲ្យបានច្រើនហើយយើងជំនួសមកវិញនៅបន្លែផ្លែឈើឧទាហរណ៍ដូចជាចេកឬក៏ផ្លែឈើរីឬក៏ឲ្យទឹកដោះគោក្តៅអ៊ុនគាត់មួយកែវមុនចូលគេងក៏អាចជួយសម្រួលការគេងរបស់គាត់ដែរហើយចំពោះម៉ោងដែលញ៉ាំអាហារគឺអត់គួរឲ្យគាត់ញ៉ាំអាហារយប់ពេកទេចំណុចទី3តកតងនឹងការប្រើប្រាស់គ្រឿងអេឡិចត្រូនិកឬក៏ screen ទូរស័ព្ទមិនថាតែមនុស្សធំកុមារធម្មតាឬកុមារមានបញ្ហាអូទីសឹមទេគឺអត់ណែនាំឲ្យប្រើប្រាស់គ្រឿងអេឡិចត្រូនិកយ៉ាងតិចណាស់1ម៉ោងមុននឹងចូលគេងព្រោះពន្លឺដែលជះចេញពីអេក្រង់ទូរស័ព្ទឬក៏គ្រឿងអេឡិចត្រូនិកទាំងនោះហើយដែលបណ្ដាលឲ្យគាត់មានបញ្ហាក្នុងការគេងចំណុចទី4តកតងទៅនឹងការរៀបចំសកម្មភាពកីឡាឬក៏ការកែកម្សាន្តប៉ាម៉ាក់គួររៀបចំឲ្យកូនអាចបញ្ចេញនៅសកម្មភាពមួយចំនួនឧទាហរណ៍ថាហែលទឹកជិះកង់ឬការរាំច្រៀងដើម្បីឲ្យកុមារនោះគាត់អាចបញ្ចេញនៅកាយថាមពលរបស់គាត់ហើយក៏បន្ថយភាពតានតឹងរបស់គាត់ដែររឹតតែល្អបើសិនបើប៉ាម៉ាក់អាចនាំកូនទៅលេងកីឡានៅក្រោមពន្លឺថ្ងៃនៅពេលព្រឹកអាចចន្លោះម៉ោង7ទៅម៉ោង9ព្រឹកបានគឺរឹតតែល្អចំណុចទី5ខ្ញុំណែនាំឲ្យប៉ាម៉ាក់សង្កេតមើលការចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ក្នុងការគេងរបស់កូនកុមារអូទីសឹមមួយចំនួនក៏ចូលចិត្តសាច់កណាត់តុនតិចងាយតែក៏មានកុមារអូទីសឹមមួយចំនួនទៀតក៏ចូលចិត្តអាវដែលមានសាច់ក្រាស់ដូចជាអាវយឺតឬក៏អាវដែលមានសាច់កាំញីនៅពេលដែលគាត់ពាក់ទៅគាត់មានអារម្មណ៍ថាគាត់កក់ក្ដៅអញ្ចឹងប៉ាម៉ាក់អាចរៀបចំអ្វីតាមដែលគាត់ចូលចិត្តបានចំពោះបន្ទប់គេងប៉ាម៉ាក់អាចដាក់តុក្កតាពូខ្នើយណាដែលគាត់ចូលចិត្តប៉ុន្តែអត់គួរមានរបស់លេងឬក៏អីវ៉ាន់ច្រើនពេកទៅក្នុងបន្ទប់គេងទេហើយពេលចូលគេងយើងគួរបិទភ្លើងឲ្យល្ងិតដើម្បីឲ្យគាត់ដឹងថាចិត្តពេលដែលត្រូវគេងហើយពេលនេះគឺពេលយប់ហើយយើងត្រូវចាក់ភ្លេងតិចនៅពេលដែលប៉ាម៉ាក់ឲ្យកូនចូលគេងហ្នឹងដើម្បីជួយពន្លឿនឲ្យគាត់ឆាប់គេងលក់បានបើសិនជាអាចប៉ាម៉ាក់អាចនាំកូនទៅត្រាំទឹកក្តៅអ៊ុនឬក៏មុជទឹកក្តៅអ៊ុនអាចពីចន្លោះ10ទៅ15នាទីដើម្បីជួយឲ្យការគេងរបស់គាត់បានស្កប់ដែរខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំចែកម្លែកទៅថ្ងៃនេះប៉ាម៉ាក់អាចយកទៅអនុវត្តជាមួយកូនបាននៅផ្ទះដើម្បីកាត់បន្ថយបញ្ហាការគេងរបស់គាត់